ហើយព្រឹកនេះចង់នាំបងប្អូនទាំងអស់គ្នាមកតាមដានយើងបញ្ហាសង្គ្រាមរវាងព្រំដែនថៃនិងកម្ពុជាម្ដងពីព្រោះហើយកាលពីម្សិលមិញគឺលោកអានូទីនបានប្រកាសមកធ្វើទស្សនកិច្ចនៅដែនដីអានសេះដែលជាតំបន់ទឹកដីរបស់ខ្មែរក៏ប៉ុន្តែខ្មែរមិនត្រូវបានអនុញ្ញាតនោះទេហើយតើថៃមានប្រតិកម្មយ៉ាងដូចម្ដេចបាទព័ត៌មានថ្ងៃនេះគឺក្តៅកគប់តែម្ដងបាទអានូទីនបានបោះពាក្យសម្ដីមកយ៉ាងសាហាវឃោឃៅយ៉ាងព្រៃផ្សៃប្រកបដោយឈាមត្រជាក់តែម្ដងបាទហើយទោះបីថាកម្ពុជារបស់យើងបានហាមឃាត់មិនឲ្យគាត់ធ្វើទស្សនកិច្ចហើយក៏ប៉ុន្តែគាត់នៅតែមិនខ្វល់ហើយយើងក៏បានគម្រាមចាប់ខ្លួនអីជាដើមហើយបើសិនមកយើងចាប់ខ្លួនហើយយើងក៏ពិបាកនៅក្នុងការចាប់ខ្លួនព្រោះយើងដឹងហើយតំបន់ដែលគាត់មកទស្សនៈគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃបាទវាស្ថិតនៅក្រោមអាណានិគមរបស់ថៃហើយតំបន់អានសេះហ្នឹងហើយដែលយើងសរុបចំនួនបច្ចុប្បន្នមកដល់ថ្ងៃនេះតំបន់ដែលថៃកាន់កាប់បានរហូតដល់76កន្លែងហើយមិនមែនតិចតួចទេបងប្អូនអរគ្នាគឺច្រើនខ្លាំងណាស់ហើយយើងស្ដាប់មើលហើយ76ទីតាំងហ្នឹងគឺមិនមែនតិចទេវាច្រើនមែនតើពីព្រោះបច្ចុប្បន្នធៀបប្រទេសរបស់យើងមើលហើយជាមួយនឹងប្រទេសថៃបាទសូម្បីតែប្រទេសយើងមួយហ្នឹងបាទសឹងតែតូចជាងខេត្តគេមួយផងបាទខេត្តដែលគេវាយយកកាលពីលើកមុនបាទកាលពីសម័យអតីតកាលមុនហើយយើងមានសង្គ្រាមជាមួយនឹងថៃនេះយូរពិតមែនក៏ប៉ុន្តែជាក់ស្ដែងថៃពុំមានទឹកដីរបស់ខ្លួនទេគ្រាន់តែជាជនជាតិភាគតិចរបស់ចិនហើយចំណែកវៀតណាមគឺជាជនអន្តោប្រវេសន៍របស់ចិនបាទអញ្ចឹងហើយគេបានយកទឹកដីខ្មែរហើយគេបានពង្រីកទឹកដីខ្មែរជាច្រើនទៀតបាទដោយបងប្អូនបានដឹងហើយយើងពិតជាឈឺចាប់ខ្លាំងមែនតើទោះជាយ៉ាងនេះក្តីនាយករដ្ឋមន្ត្រីថៃថាលោកមិនខ្វល់ចំពោះការព្រមានចាប់ខ្លួនរបស់កម្ពុជាជុំវិញទស្សនកិច្ចនៅតំបន់ព្រំដែនឡើយលោកនាយករដ្ឋមន្ត្រីថៃលោកអនុទីននៅថ្ងៃពុធទី26ខែសីហាបានច្រានចោលព័ត៌មានពីកម្ពុជាដែលថាលោកនឹងអាចត្រូវចាប់ខ្លួនប្រសិនបើធ្វើដំណើរចូលទឹកដីកម្ពុជាត្រង់តំបន់មានចំនួននេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃកោសុតអ៊ីងលីសនៅថ្ងៃប្រហ័សទី27ខែសីហានេះមុននឹងបន្ថែមថាដំណើរទស្សនកិច្ចរបស់លោកអនុទីននៅតំបន់ច្រកអានសេនីក្នុងខេត្តព្រះវិហារគឺស្របទៅនឹងច្បាប់របស់ថៃក៏ដូចជាសេចក្តីថ្លែងការណ៍រួមកន្លងមករដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជាសូមមិនបញ្ចេញឈ្មោះបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃចឹងកន្លែងនេះគឺមានន័យថាថៃផ្សាយបំភ្លើសណាគឺយើងមិនបានប្រកាសចាប់ខ្លួនប្រកាសអីទេប៉ុន្តែថៃផ្សាយបំភ្លើសថាទៅចូលមកយើងចាប់ខ្លួនណាបាទឆ្លើយតបនឹងការចុះផ្សាយដែលថាអាញាធរកម្ពុជាព្រមានចាប់ខ្លួននាយករដ្ឋមន្ត្រីថៃដោយសារតែបានឆ្លងចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាលោកអនុទីនបានឆ្លើយ5អ្នកសារព័ត៌មានក្នុងស្រុកថៃថាលោកអនុវត្តតាមតែច្បាប់ហើយក៏មានសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំងពីរផងដែរក្នុងន័យនេះមេដឹកនាំថៃលោកអនុទីនមកបកស្រាយថាក្នុងសេចក្តីថ្លែងការណ៍រួមមានកំណត់យ៉ាងច្បាស់ថាឲ្យកងកម្លាំងរបស់ភាគីទាំងពីរត្រូវរក្សាទីតាំងដែលខ្លួនកំពុងឈរជើងនិងមិនធ្វើសកម្មភាពដែលអាចបង្កើននូវភាពតានតឹងបាននោះឡើយបងប្អូនទូទស្សនិកជនជាទីមេត្រីយ៉ាងណាក៏ដោយចុះបើតាមសារព័ត៌មានថៃ House English លោកអនុទីនចង់ឲ្យភាគីកម្ពុជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួមដូចគ្នាតែប្រសិនបើកម្ពុជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួមហើយប្រសិនបើកម្ពុជាគោរពកិច្ចព្រមព្រៀងដោយថៃនោះភាគីទាំងពីរអាចអង្គុយតុចរចាបានតែប្រសិនបើកម្ពុជាមិនគោរពតាមកិច្ចការចរចារួមនោះទេការចរចាអាចពិបាកសម្រាប់ភាគីទាំងពីរនាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃកម្ពុជាលោកឧត្តមសេនីយ៍ឯកប្រផាសសុនចៃឌីបានព្រមានថាវោហារស័ព្ទពីភាគីកម្ពុជាអាចធ្វើឲ្យបរិយាកាសសម្រាប់ការចរចាខូចខាតនិងមានភាពតានតឹងកាន់តែខ្លាំងឡើងសូមរំលឹកថាការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីថៃអនុទីនរួមនឹងមន្ត្រីយោធាថៃមួយចំនួននាពេលនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានកម្ពុជាមួយចំនួនបានចុះផ្សាយថាអាជ្ញាធរកម្ពុជានឹងចាប់ខ្លួនគ្រប់មន្ត្រីថៃទាំងអស់ដែលចូលទៅកាន់ដែនអធិបតេយ្យភាពរបស់កម្ពុជា
ការប្រមានយ៉ាងដូចនេះធ្វើឡើងក្រោយនេះលោកនាយករដ្ឋមន្ត្រីថៃលោកអនុទិននៅថ្ងៃទី23ខែសីហាឆ្នាំ2026បានធ្វើទស្សនកិច្ចទៅកាន់តំបន់អាចេះស្ថិតនៅស្រុកជាំខ្សាន្តខេត្តព្រះវិហារជាដំណើរទស្សនកិច្ចដើម្បីត្រួតពិនិត្យតំបន់ព្រំដែនដីកន្លែងផែនទីដែលជាព្រំដែនទីកន្លែងដែលលោកបានសន្យាគ្រប់គ្រងយ៉ាងពេញទំហឹងចំពោះកងកម្លាំងប្រដាប់អាវុធថៃនឹងបានសម្ដែងការព្រួយបារម្ភចំពោះទាហានដែលរងរបួសក្នុងពេលបំពេញកាតព្វកិច្ចទោះជាយ៉ាងណាក៏ដោយអស់លោកស្រីនាងកញ្ញាជាទីមេត្រីជុំវិញករណីនេះមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយរូបសូមមិនបញ្ចេញឈ្មោះពោលបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាមិនបានលើកឡើងដោយអ្វីដែលកាសែតថៃបានចុះផ្សាយនោះទេក៏ប៉ុន្តែ4ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុទិនធ្វើទស្សនកិច្ចតំបន់ទៅកាន់តំបន់អាសេះកម្ពុជាតាមរយៈក្រសួងការបរទេសថ្ងៃទី26ខែសីហាឆ្នាំ2026បានចេញលិខិតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកដំណើរទស្សនកិច្ចនេះថាជាដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនិងជាការប៉ុនប៉ងអះអាងការទាមទារខុសច្បាប់លើដែនដីដែលកម្ពុជាចាត់ទុកថាជាដែនដីអធិបតេយ្យភាពរបស់ខ្លួនទោះបីជាកម្ពុជាថ្លែងសារហាមឃាត់មិនឲ្យមានការចុះទស្សនកិច្ចយ៉ាងណាក៏ដោយក៏ប៉ុន្តែលោកអនុទិននៅតែផ្កើនយ៉ាងកុកក្លឿននិងបដិញ្ញាចិត្តថាកិច្ចសន្យារួមគឺយកឈរនៅលើទឹកដីរបស់ខ្លួនក៏ប៉ុន្តែលោកអនុទិនភ្លេចហើយថាទឹកដីរបស់ខ្លួនមិនមែនជាទឹកដីដែលអនុទិនទើបតែបានដណ្ដើមកាន់កាប់ថ្មីនោះទេគឺជាទឹកដីដែលនៅក្នុងទឹកដីរបស់ថៃហើយកិច្ចសន្យារួមគឺជាទឹកដីរួមរបស់កម្ពុជាដាច់ដោយឡែកពីទឹកដីរបស់ថៃក៏ប៉ុន្តែការធ្វើទស្សនកិច្ចរបស់លោកអនុទិននេះគឺកំពុងតែបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាហើយពីព្រោះការកាន់កាប់ដីចំនួន76កន្លែងគឺជាទឹកដីកាន់កាប់របស់កម្ពុជាជាពិសេសគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាមិនមែនជាទឹកដីរបស់ថៃនោះឡើយពីព្រោះពុំមានលិខិតស្នាមអនុញ្ញាតណាមួយបានទទួលស្គាល់ថាទឹកដីទាំងនេះគឺជាទឹកដីរបស់ថៃឡើយទោះបីជាថៃឈរជើងយ៉ាងណាក៏ដោយចំនួន76កន្លែងទាំងនេះសុទ្ធតែជានៅតែជាទឹកដីកម្ពុជាពីព្រោះមិនទាន់មានឯកសារភស្តុតាងទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជាឬក៏សហរដ្ឋអាមេរិកឬក៏មហាអំណាចណាមួយនោះឡើយពីព្រោះផែនដីនេះផែនទីនេះគឺជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដែលស្ថិតនៅក្នុងផែនទីនៅឡើយដោយផែនទីពុំទាន់មានការកាត់ចេញក្នុងចំណោមចំណុចណាមួយក្នុង76ទីតាំងនោះឡើយប្រសិនបើបងប្អូនមានចំណល់ឬមានព័ត៌មានបន្ថែមសូមខមមិននៅវីដេអូខាងក្រោមខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា